我借给他钱我借钱给他我给他借钱我向他借钱ទាំងអស់គ្នាតើប្រយោគទាំង4នឹងដូចគ្នាឬក៏ខុសគ្នាហ្នឹងហើយអ្នកទាំងអស់គ្នាមានអ្នកណាខ្លះគឺរៀនដល់កន្លែងខ្ចីលុយហ្នឹងគឺពិបាកមែនតើអ្នកទាំងអស់គ្នាវាដូចយើងទៅខ្ចីលុយគេគឺពិបាកអញ្ចឹងសូម្បីតែរៀនខ្ចីហ្នឹងក៏ពិបាកទៀតចាមិនដឹងថាអ្នកណាខ្ចីអ្នកណាឲ្យអ្នកណាខ្ចីទេមានតែគេខ្លះរៀនដល់វគ្គហ្នឹងគូវល់ហើយគឺខ្ញុំចាំបានកាលនៅរៀនគូវល់ដូចគ្នាទាំងអស់គ្នាសិស្សបរទេសវល់ទាំងអស់សិស្សសួរទៅគ្រូចំការចង់វល់ដែរវាលក្ខណៈវារឿងវល់ណាសូម្បីខ្ញុំក៏ដូចគ្នាខ្ញុំវល់ជាមួយនឹងពាក្យនឹងដូចគ្នាហ្នឹងហើយច្បាស់អញ្ចឹងឯណាតែតើគេមកបន្លំតិចហ្នឹងចាប់ផ្ដើមសង្ស័យហេមួយណាចេះហ្នឹងហើយគូវល់មែនតើអញ្ចឹងសង្ឃឹមថាវីដេអូនេះគឺខ្ញុំធ្វើឡើងដើម្បីសម្រាប់បងប្អូនទាំងអស់គ្នាយកទៅសិក្សាណាហើយអ្នកទាំងអស់គ្នាអាចនឹងកត់កុំស្ដាប់អញ្ចឹងស្ដាប់ហើយអត់ទេថ្ងៃក្រោយច្រឡំទៀតអញ្ចឹងកត់ដាក់នៅក្នុងសៀវភៅហើយអ្នកទាំងអស់គ្នាផ្លិចអ្នកទាំងអស់គ្នាបើកមើលចាអញ្ចឹងតើយើងចូលដល់ប្រយោគហ្នឹងតើប្រយោគណាដូចគ្នាប្រយោគណាខុសគ្នាតើអ្នកណាខ្ចីអ្នកណាខ្ចីមកអ្នកទាំងអស់គ្នាតាមមើលទាំងអស់គ្នាពាក្យទី1ចា我给他借钱ហើយនឹង我借钱给他អត្ថន័យវាគឺដូចគ្នាបានន័យថាខ្ញុំជាអ្នកមានលុយហើយខ្ញុំឲ្យគាត់ខ្ចីលុយចាខ្ញុំអ្នកឲ្យគាត់ខ្ចីលុយចាខ្ញុំអ្នកមានលុយគាត់អ្នកអត់លុយខ្ញុំឲ្យគាត់ខ្ចីលុយអញ្ចឹង我给他借钱ឬក៏我借钱给他ហើយដាក់ចំនួនប្រមាណអ្នកទាំងអស់គ្នាដូរឈៀនហ្នឹងមកចំនួនទឹកលុយទៅឧទាហរណ៍ថា我借给他100美元ខ្ញុំឲ្យគាត់ខ្ចីលុយ$100ឬក៏អ្នកទាំងអស់គ្នាអាចនិយាយថា我借100美元给他អត្ថន័យដូចគ្នាប៉ុន្តែចូលមកដល់ឃ្លា我给他借钱គឺន័យខុសគ្នាឆ្ងាយទាំងអស់គ្នាបានន័យថាគាត់អត់លុយខ្ញុំក៏អត់លុយប៉ុន្តែគាត់ប្រហែលជាអត់មានសមត្ថភាពក្នុងការដើររកលុយទេអញ្ចឹងព្រោះគាត់មករកខ្ញុំហើយខ្ញុំនេះចិត្តល្អខ្ញុំទៅជួយរកលុយឲ្យគាត់បានន័យថាខ្ញុំក៏អត់លុយដែរណាប៉ុន្តែខ្ញុំជួយគាត់ទៅរកគេឲ្យគាត់ចាគឺខ្ញុំទៅខ្ចីលុយគេឲ្យគាត់ហើយមួយទៀត我向他借钱គឺខ្ញុំនេះអត់លុយហើយខ្ញុំទៅខ្ចីគាត់ខ្ញុំនេះជាអ្នកទៅខ្ចីគេ我向他借钱ខ្ញុំទៅខ្ចីលុយគាត់我向他借100美元ខ្ញុំទៅខ្ចីលុយគាត់$100តើនេះអញ្ចឹងទាំងអស់គ្នាគឺប្រយ័ត្ននឹងការប្រើតែអ្នកទាំងអស់គ្នាប្រើខុសវាអាចទៅនឹងគេស្ដាប់យើងអត់យល់ទេហ្នឹងហើយចាទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងជួយបងប្អូនទាំងអស់គ្នាក្នុងការប្រើ